ពាក្យផ្ទុយភាគ3ពាក្យផ្ទុយនឹងពាក្យខ្លឹមគឺពាក្យស្រាយពាក្យផ្ទុយនឹងពាក្យថ្លៃថ្នូរគឺថោកទាបពាក្យផ្ទុយនឹងពាក្យដុល្លារគឺស្ងៀមស្ងាត់ពាក្យផ្ទុយនឹងក្លាហានគឺកំសាន្តពាក្យផ្ទុយនឹងពាក្យទុនគឺរឹងពាក្យផ្ទុយនឹងពាក្យស្របគឺបញ្ច្រាស់និងផ្ទុយពាក្យផ្ទុយនឹងពាក្យធូរគឺតឹងពាក្យផ្ទុយនឹងពាក្យចាប់ផ្ដើមគឺបញ្ចប់ពាក្យផ្ទុយនឹងពាក្យផុយគឺមាំពាក្យផ្ទុយនឹងពាក្យបាត់គឺគង់និងឃើញពាក្យផ្ទុយនឹងពាក្យផ្ងាគឺផ្កាប់ពាក្យផ្ទុយនឹងពាក្យចាស់ក្មេងនិងថ្មីពាក្យផ្ទុយនឹងពាក្យរហ័សរហួនគឺយឺតយ៉ាវពាក្យផ្ទុយនឹងពាក្យស្រែកឃ្លានគឺឆ្អែតឆ្អន់ពាក្យផ្ទុយនឹងពាក្យច្បាស់លាស់គឺស្រពេចស្រពិលពាក្យផ្ទុយនឹងពាក្យខោចគឺស្រង់ពាក្យផ្ទុយនឹងពាក្យរនោចគឺខ្នើតពាក្យផ្ទុយនឹងពាក្យអណ្ដែតគឺលិចពាក្យផ្ទុយនឹងពាក្យបើកគឺបាត់ពាក្យផ្ទុយនឹងពាក្យលឺគឺថ្លង់